Hello ដូចជាសួស្តីអ្នកគ្នាវត្តឡំជួបជាមួយនឹងមានសាយថ្មីសុគីហើយថ្ងៃនេះយើងមកបន្តនៅសាច់រឿងប៉ាប៉ាសំបេរបស់យើងអស់គ្នាតែមិនបន្តនៅសាច់រឿងរបស់យើងដែរក៏ថាមានចោលគុណទៅកាន់បងប្រុសម្នាក់ដែលគាត់បានធ្វើការឧបត្ថម្ភការមានអញ្ចឹងដែលគាត់មានឈ្មោះថារ៉ាភេទដែលគាត់បានឧបត្ថម្ភការមានហ្នឹង$1បញ្ជាគុណទៅកាន់បងខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភមួយនេះហើយសម្រាប់អ្នកនរគ្នាណាដែលចង់ឧបត្ថម្ភឬក៏ចង់លើកចិត្តមានអីក៏ថាអាចឧបត្ថម្ភតាមរយៈ QR ដែលមានមកដាក់នៅខាងលើនេះបានមិនថាតិចក្តីច្រើនក្តីតាមសទ្ធារបស់អ្នកនរគ្នាអញ្ចឹងណាហើយបើសិនជាអ្នកនរគ្នាមានថវិកាទេក៏អាចជួយមកកាន់ admin តាមរយៈការចុច subscribe like ឬជា comment អញ្ចឹងណាហើយឥឡូវជាកុំឲ្យខាត់ពេលយូរយើងទៅបន្តនៅសាច់រឿងរបស់យើងអស់គ្នាដែលនៅពាក្យមួយយើងក៏បានដឹងដែរថាគឺមាននៅតាហ៊ានម្នាក់នៅក្នុងមន្ទីរបានខ្លាចទៅជាបិសាចហើយមនុស្សគ្រប់គ្នាគឺថាពួកគេអត់ទាន់ដឹងទេដោយសារតែពួកគេជាប់ធ្វើការជប់លៀងងប់អស់ទៅកាន់ទូឯកប្រយើងដែលបានជួយនៅជីវិតមនុស្សជាច្រើននាក់តែនៅពេលនោះយើងក៏បានឃើញនៅលោកកូលណែក៏កំពុងតែមកនិយាយគ្នាលេងជាមួយនឹងទូឯកប្រយើងផងដែរដែលគាត់ដឹងថាទូឯកប្រយើងនឹងមាននៅសមត្ថភាពខ្លាំងក្លាប៉ុន្តែគាត់មិននឹកស្មានទេថាទូឯកប្រយើងអាចធ្វើនៅរឿងនេះបានល្អដល់ថ្នាក់នេះគឺថាជួយនៅជីវិតមនុស្សបានច្រើនខ្លាំងមែនទែនដូច្នេះហើយដើម្បីជាការអបអរទៅកាន់ទូឯកប្រយើងយប់នេះគេនឹងធ្វើការ party មួយយប់តភ្លឺតែម្ដងហើយលោកកូលណែក៏បានប្រាប់ទៅកាន់ទូឯកប្រយើងកុំឲ្យគាត់នឹងគិតច្រើនអំពីអ្នកដែលបានស្លាប់ទៅអីព្រោះអីនៅពេលដែលពួកគេស្លាប់ទៅពួកគេបានផុតទុកអំពីនៅរស់ដល់ខឺនេះហើយអ្នកដែលពួកគេគួរតែបារម្ភនោះគឺអ្នកដែលនៅមានជីវិតយើងគួរតែនឹករកនៅវិធីណាដែលអាចជួយជីវិតពួកគេឲ្យពួកគេអាចរស់នៅបានរហូតដល់ទីបញ្ចប់បន្ទាប់ពីនិយាយហើយលោកខូណេក៏បានបបួលទូឯកប្រវៀងនឹងលើកដាច់ទៅដែលនៅពេលនោះទូឯកប្រវៀងក៏បានសួរទៅកាន់លោកខូណេដែរថាតើគាត់អត់មានអ្វីឆ្ងល់ពីខ្លួនគាត់ទេតែមែនទេអត់ឆ្ងល់ទេថាហេតុអ្វីបានជាខ្ញុំដឹងអំពីផែនការរបស់លោកហើយលោកអត់ឆ្ងល់ទេថាហេតុអ្វីបានជាខ្ញុំខ្លាចទៅជាបិសាចបែបនេះដែលនៅពេលនោះដែរលោកខូណេក៏បានប្រាប់ទៅកាន់ទូឯកប្រវៀងទៅថាគឺគាត់ដឹងប៉ុន្តែគាត់អត់ចាប់អារម្មណ៍នៅរឿងរបស់ទូឯកប្រវៀងទេរឿងដែលគាត់ចាប់អារម្មណ៍នោះគឺការជួយនៅមនុស្សទាំងអស់នៅទីនេះដើម្បីឲ្យពួកគេនឹងរស់នៅបានរហូតដល់ទីបញ្ចប់នឹងឯងបន្ទាប់ពីនិយាយហើយគាត់ក៏បានធ្វើការសើចផងដែរដែលទូឯកប្រវៀងក៏ញញឹមបន្តិចផងដែរនៅពេលនោះដែលនៅពេលដែរលោកកូណេក៏បានសួរទៅកាន់ទូឯកប្រយើងមួយសំណួរផងដែរគឺគាត់នឹងពិតជាឆ្ងល់ខ្លាំងមែនទែនថាហេតុអ្វីបានជាទូឯកប្រយើងមកនៅទីនេះវិញកែងគោលដៅរបស់គាត់នឹងគាត់ចង់ទៅឯដេជន់នេះហើយជាមួយនឹងសមត្ថភាពរបស់គាត់ក៏អាចទៅទីនោះបានដែរប៉ុន្តែហេតុអ្វីបានជាគាត់ទៅអញ្ចឹងដែរនៅពេលនោះទូឯកក៏បានប្រាប់ទៅកាន់លោកកូណេទៅថាគឺពីព្រោះតែគាត់នឹងមានការងារធ្វើនៅកន្លែងនឹងឯងដែលនៅពេលនោះលោកកូណេពិតជាឆ្ងល់ខ្លាំងមែនថាការងារគេដែលនៅពេលនោះទូឯកប្រយើងក៏បាននឹកទៅដល់អតីតកាលផងដែរនៅអតីតកាលមូលហេតុដែលដាមីស្លាប់នោះគឺដោយសារតែគាត់ធ្វើអ្វីមួយគឺគាត់គ្មានការអត់ធ្មត់ក៏ដូចជាគាត់តែងតែបញ្ញាប់ធ្វើនៅរឿងអ្វីមួយដូច្នេះបានធ្វើឲ្យដាមីនឹងស្លាប់នឹងឯងដូច្នេះហើយនៅជីវិតនេះគឺគាត់មិនត្រូវធ្វើអ្វីបញ្ញាប់ក៏ដូចជាគ្មាននៅការអត់ធ្មត់នោះទេគាត់ត្រូវតែគិតវាច្បាស់លាស់មុននឹងធ្វើអ្វីមួយដែលមើលទៅកាន់ទូឯកប្រវៀងកំពុងតែគិតរឿងដូចជាថ្មឹកលោកកូលណេក៏បានសួរទៅកាន់ទូឯកប្រវៀងទៅថាតើគេកំពុងគិតអីតើគេអីទេតែមែនទេដែលទូឯកប្រវៀងក៏បានប្រាប់ទៅកាន់លោកកូលណេទៅថាគឺគាត់នឹងមិនអីនោះទេដែលនៅពេលនោះយើងក៏បានឃើញដាមីនាងក៏បានដើរមករកឪពុករបស់នាងផងដែរដែលនាងបានប្រាប់ទៅកាន់ទូឯកប្រយើងថានៅថ្ងៃនេះនាងសូមចូលទៅសម្រាប់មុនហើយដោយសារតែនៅថ្ងៃនេះនាងដូចជាមិនសូវស្រួលខ្លួនទេនៅពេលដែលឃើញដាមីបែបនេះទូឯកប្រយើងក៏បានធ្វើការលានៅលោកខូណេហើយជូននៅដាមីទៅសម្រាប់ផងដែរបន្ទាប់ពីទូឯកប្រយើងជូនដាមីទៅសម្រាប់បាត់ហើយយើងក៏បានឃើញនៅលោកកូណេក៏បានគិតផងដែរថាតើគេចង់ទៅដេជូនតើមែនទេហើយគេក៏បាននិយាយដែរថាទោះបីជាយ៉ាងណាក៏ដោយគឺគេនឹងមិនឲ្យទូឯកប្រយើងទៅបានដល់ងាយស្រួលទេហើយគេក៏អរគុណទៅកាន់ទូឯកប្រយើងផងដែរដែលបានប្រាប់មកកាន់គេដូច្នេះហើយងាយស្រួលសម្រាប់គេនឹងបង្កើតនៅផែនការរបស់គេសាជាថ្មីហើយយើងមិនដឹងទេថាផែនការរបស់លោកកូណេនឹងគឺជាផែនការអ្វីដែលនៅពេលនោះយើងក៏បានឃើញនៅកូនទាហានមួយមករកនៅលោកកូណេដែលលោកកូណេនឹកស្មានថាគេនឹងយកនៅស្រាបៀរមកឲ្យគាត់ប៉ុន្តែនៅពេលដែលគាត់មើលទៅកាន់កូនទាហានម្នាក់នោះមើលទៅកាន់គេដូចជាមិនសូវស្រួលទេហើយយើងក៏មិនដឹងដែរថាមានអ្វីកើតឡើងដល់គេក៏បានកាត់មកដល់កន្លែងទូឯកប្រយើងកំពុងតែជួនដាមីទៅសម្រាប់វិញម្ដងនៅពេលដែលគាត់កំពុងតែជួនដាមីដែរតាមផ្លូវម្ដាយគាត់ក៏បានហៅទៅកាន់ដាមីហើយគាត់ក៏មាននៅសំណួរមួយចង់សួរទៅកាន់ដាមីផងដែរដែលគាត់បានសួរទៅកាន់ដាមីថាតើនាងនឹងខ្លាចទៅកាន់គាត់ដែរឬក៏អត់ព្រោះអីតាំងពីថ្ងៃដំបូងនៅពេលដែលគាត់បានផ្លាស់ប្ដូររូបរាងនៅពេលនោះនាងបានទទួលស្គាល់គាត់ជាឪពុកដោយមាននៅភាពស្ទាក់ស្ទើរទាល់តែសោះដោយគាត់ក៏បានសួរទៅកាន់នាងទៅថាតើនាងមានខ្លាចគាត់ដែរឬអត់រាល់ថ្ងៃនេះដែលនៅពេលដែរដាមីនាងក៏បាននិយាយដែរថារាល់ថ្ងៃនេះគឺនាងពិតជាខ្លាចខ្លាំងណាស់គឺនាងខ្លាចនៅថ្ងៃណាមួយគឺគាត់នឹងសម្លាប់មកកាន់នាងហើយនាងពិតជាពិបាកក្នុងការធ្វើពុតដូចជាធម្មតាខ្លាំងមែនទែនហើយនាងថែមទាំងស្រែកជេរទៅកាន់ទូឯកប្រយើងថាបិសាចចង្រៃតើឯងយកឪពុករបស់យើងទៅណាឯងឆាប់ប្រគល់នៅឪពុករបស់យើងឲ្យមកកាន់យើងវិញភ្លាមដែលនៅពេលនោះធ្វើឲ្យទូឯកប្រយើងពិតជាតក់ស្លុតខ្លាំងមែនទែន
ដែលតាមការពិតទៅអំបែងមិញនេះគ្រាន់តែជាការសម័យរបស់ទូកឯករបស់យើងតែប៉ុណ្ណោះនៅពេលនោះដែរដាមេក៏បានសួរទៅកាន់ឪពុករបស់នាងទៅថាតើគាត់នឹងកំពុងតែគិតអំពីរឿងអីមែនដែលទូកឯករបស់យើងក៏បានប្រាប់ទៅកាន់នាងទៅថាគឺអត់មានរឿងអីទេដែលនៅពេលនោះយើងមើលទៅកាន់ដាមេនាងដូចជាក្អកខ្លាំងមែនទែនដែលឃើញដាមេបែបនេះទូកឯករបស់យើងក៏បានប្រាប់ទៅកាន់ដាមេទៅឲ្យនាងហ្នឹងចូលទៅក្នុងមុនទៅចាំគាត់ហ្នឹងទៅយកថ្នាំឲ្យនាងលេបនៅពេលដែលគាត់កំពុងតែនិយាយនោះដែរគាត់ក៏ទទួលបានអារម្មណ៍គ្រោះថ្នាក់អ្វីមួយដែរនៅពេលនោះគាត់ក៏បានហៅទៅកាន់ដាមេហើយគាត់ក៏បានធ្វើការបើកការវេបហាទៅដែរនៅពេលនោះធ្វើឲ្យដាមេនាងពិតជាភ្ញាក់ផ្អើលហើយនាងក៏បានស្រែកផងដែរតែតាមការពិតទៅគឺមិនមែនទូកឯករបស់យើងធ្វើការវេបហាទៅកាន់នាងទេគឺគាត់ធ្វើការចាប់នៅអ្វីមួយហើយអ្វីដែលគាត់ចាប់នោះដែរវាគឺជាសត្វមូសនឹងឯងដែរមូសនោះវាមើលទៅដូចជាចម្លែកខ្លាំងមែនទែនដែលមើលទៅកាន់វាទៅដូចជាធំខុសធម្មតាហើយមាននៅថ្មីពណ៌ក្រហមទៀតដែលមើលទៅវាប្រៀបដូចទៅនឹងមូសស៊ុំប៊ីអញ្ចឹងដែលឃើញនៅមូសនេះហើយធ្វើឲ្យទូកឯករបស់វានោះពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនរួចហើយយើងក៏បានកាត់ទៅដល់កន្លែងលោកកូណេវិញម្ដងដែរនៅពេលនោះយើងក៏បានឃើញហើយថាទាហានម្នាក់ដែលបានមកជួយជាមួយនឹងលោកកូណេនោះក៏បានខ្លាចទៅជាបិសាចហើយឥឡូវនេះនៅពេលដែលទាហានម្នាក់នោះបានខ្លាចជាបិសាចហើយគេក៏បានធ្វើការហក់ទៅបើកការវិភាគទៅកាន់លោកកូណេតែម្ដងប៉ុន្តែត្រូវបានលោកកូណេនឹងចាប់នៅករបស់គេជាប់ហើយគាត់ក៏បានធ្វើការប្រើនៅកម្លាំងរបស់គាត់យ៉ាងខ្លាំងចាប់ទៅកាន់ក្បាលរបស់គេហើយដកនៅក្បាលរបស់គេនឹងយកតែម្ដងដែលមើលទៅកាន់កម្លាំងរបស់លោកកូណេគឺថាពិតជាខ្លាំងមែនទែនគឺថាចាប់ដកនៅក្បាលស៊ុំប៊ីពីទៅនឹងចាប់ដកនៅស្ពៃអញ្ចឹងហើយគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញនៅស៊ុំប៊ីលេចឡើងនៅក្នុងមន្ទីររបស់គាត់ចឹងហើយនៅពេលនោះគាត់ក៏បានប្រាប់ទៅកាន់មនុស្សគ្រប់គ្នាទៅថាឲ្យពួកគេនឹងទៅរកនៅកន្លែងសុវត្ថិភាពទៅបើសិនជាពួកគេនឹងមិនចង់ងាប់នោះទេហើយនៅពេលនោះទាហានទាំងអស់ក៏បានធ្វើការជំរាបប្រជាជនទៅកាន់កន្លែងសុវត្ថិភាពផងដែរហើយនៅពេលនោះលោកខូណេគឺថាគាត់ពិតជាខឹងខ្លាំងមែនទែនគឺគាត់មិនដឹងទេថាហេតុអ្វីបានជាអាវ៉ៃរើសចង្រៃយកនេះវាចូលមកក្នុងមន្ទីររបស់គាត់បានហើយនៅពេលដែលគាត់ក្លែកមើលទៅកាន់ករបស់ស៊ុំប៊ីទាហានម្នាក់នោះគាត់ក៏បានឃើញនៅស្នាមមួយនៅទីនោះគឺគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលលោកខូណេកំពុងតែឈរគិតនោះដែរនៅពេលនោះក៏មាននៅទាហានដែលបានខ្លាចទៅជាស៊ុំប៊ីនឹងធ្វើការបើកការវិភាគទៅកាន់កូនចៅរបស់គាត់ប៉ុន្តែត្រូវបានគាត់ទៅជួយទាន់ដល់គាត់ក៏បានធ្វើការធាក់ទៅកាន់ស៊ុំប៊ីម្នាក់នោះហើយគាត់ក៏បានធ្វើការដកនៅដំបងមួយធ្វើការវាយប្រហារទៅកាន់អាស៊ុំប៊ីនោះដែលធ្វើឲ្យវាងាប់ហើយនៅពេលនោះគាត់ក៏បានប្រាប់ទៅកាន់កូនទាហានពីរនាក់នោះឲ្យគេនឹងទៅប្រាប់គ្រប់គ្នាឲ្យពួកគេនឹងរៀបចំខ្លួនដើម្បីប្រយុទ្ធហើយម្នាក់ទៀតទៅហៅនៅទូកឯករបស់យើងមកឲ្យលឿនហើយគាត់ពិតជាឆ្ងល់អំពីស៊ុំប៊ីទាំងអស់នេះខ្លាំងមែនទែនគឺមើលទៅកាន់ពួកវាចលនារត់របស់វាគឺប្រៀបដូចទៅនឹងសត្វព្រៃអញ្ចឹងប៉ុន្តែគឺថាគាត់អត់ខ្វល់ទេគឺថាចូលមួយវាយមួយចូលពីរវាយពីរតែម្ដងព្រោះអីនេះគឺជាទឹកដីរបស់គាត់ហើយយើងមើលទៅកាន់ស៊ុំប៊ីដូចជាមានចំនួនច្រើនមែនទែនគឺដោយសារតែទាហានហើយនិងប្រជាជនមួយចំនួនបានខ្លាចទៅជាស៊ុំប៊ីបាត់ទៅហើយគាត់ក៏បានធ្វើការបើកការវាយប្រហារសម្លាប់ទៅកាន់ពួកវាទាំងអស់នោះផងដែរនៅពេលដែលលោកខូណេបានសម្លាប់ទៅកាន់ពពួកស៊ុំប៊ីទាំងអស់នោះដែលធ្វើឲ្យគាត់ពិតជាខឹងខ្លាំងមែនទែនគឺដោយសារតែកូនចៅរបស់គាត់ក៏ដូចជាប្រជាជនមួយចំនួននោះបានខ្លាចទៅជាស៊ុំប៊ីនឹងឯងឬហើយយើងក៏បានការចូលទៅដល់ក្នុងមន្ទីរវិញម្ដងយើងក៏បានឃើញនៅទូកឯកប្រុសរបស់យើងកំពុងតែរៀបចំខ្លួនឲ្យដាមេនឹងឯងហើយមើលទៅកាន់គាត់រៀបចំឲ្យដាមេទៅគឺថាឃ្លុំនឹងចិត្តតែម្ដងហើយនៅពេលនោះដាមេក៏បានសួរទៅកាន់ទូកឯកប្រុសរបស់យើងផងដែរថាតើនោះវាគឺជាស៊ុំប៊ីប្រភេទអ្វីហើយទូកឯកប្រុសយើងក៏បានប្រាប់ទៅកាន់នាងទៅថានោះវាគឺជាស៊ុំប៊ីប្រភេទ Moskey ហើយមិនដឹងថាមានហៅខុសឬក៏អត់ទេប៉ុន្តែគឺថាសុំហៅ Moskey ចោះដែរស៊ុំប៊ីនោះដែរវាគឺជាប្រភេទសត្វល្អិតទូចៗនឹងឯងដូចជាពពួកសត្វមូសនឹងឯងហើយបើសិនជាមនុស្សណាក៏ដោយឲ្យតែត្រូវបានពពួកស៊ុំប៊ីសត្វល្អិតនោះខាំនោះពួកគេនឹងក្លាយទៅជាស៊ុំប៊ីជាម្ខាងដូច្នេះបានជាទូកឯកប្រុសយើងនឹងរៀបចំខ្លួនឲ្យទៅកាន់ដាមេនឹងគឺថាក្របនាងចិត្តតែម្ដងហើយទូកឯកប្រុសយើងគាត់ក៏បានគិតដែរថានេះក៏ជាលើកទី1របស់គាត់ផងដែរគឺគាត់មិនដែលជួបទៅកាន់ពពួកស៊ុំប៊ីប្រភេទនេះតាំងពីមុននោះទេគឺថាជីវិតមុនរបស់គាត់គឺគាត់មិនដែលជួបប្រទះនៅស៊ុំប៊ីបែបនេះនោះឡើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺគាត់មិនខ្វល់ទេគាត់ទៅតែធ្វើការការពារទៅកាន់ដាមេបានហើយបើសិនជាដាមេស្លាប់នោះអ្វីៗគ្រប់យ៉ាងប្រកាសជាបញ្ចប់តែម្ដងហើយទូកឯកប្រុសយើងក៏បានគិតផងដែរថាអាសត្វមូសនេះវាបានបង្ហាញខ្លួននៅទីនេះប្រកាសជាមាននៅមេរបស់វានៅចិត្តនេះជាម្ខាងរួចហើយយើងក៏បានកាត់មកដល់កន្លែងអាចារ្យឆាយេរីវិញម្ដងដែរនៅពេលនោះក៏មាននៅកូនទាហានមួយមកធ្វើការរាយការណ៍ទៅកាន់នាងផងដែរថានៅពេលនេះមាននៅស៊ុំប៊ីថ្មីបានបង្ហាញខ្លួនហើយដែលវាគឺជាប្រភេទ Moskey គឺជាប្រភេទស៊ុំប៊ីសត្វល្អិតដូចជាមូសនឹងឯងហើយវាធ្វើការចម្លងរោគតាមរយៈការខាំទៅកាន់ស្បែករបស់មនុស្សហើយព័ត៌មានទាំងអស់នេះដែរគឺគេទទួលបានពីអ្នកជំនាញរយោមានសុខគឺជាទូកឯកប្រុសរបស់យើងនឹងឯងដែលមើលទៅកាន់អាចារ្យឆាយេរីនៅពេលដែលឮនៅឈ្មោះរបស់ទូកឯកប្រុសយើងហើយមើលទៅកាន់នាងដូចជាមិនសូវស្រួលយ៉ាងម៉េចដល់ទេដែលនៅពេលនោះដែរនាងក៏បានធ្វើការប្រាប់ទៅកាន់ទាហានគ្រប់គ្នាផងដែរថាឲ្យពួកគេនឹងធ្វើការគ្របនៅស្បែករបស់គេបានចិត្តល្អប្រយ័ត្ននៅប្រភេទស៊ុំប៊ីប្រភេទថ្មីនោះខាំទៅកាន់ពួកគេទៅដែលនៅពេលនោះនាងក៏បានសួររកនៅលោកខូណេផងដែរប៉ុន្តែទាហានម្នាក់នោះមិនទាន់បាននឹងប្រាប់ផងនៅក៏មាននៅទាហានមួយដែរយាមនៅខាងលើក៏បានរាយការណ៍មកកាន់នាង
ដោយគេបានរាយការណ៍ទៅកាន់នាងថាគឺគេបានឃើញនៅស៊ុមប៊ីមួយនៅខាងក្រៅបន្ទាយហើយនៅពេលនោះអាចារ្យឆាយារីក៏បានសួរទៅថាតើស៊ុមប៊ីនោះវាមាននៅរូបរាងប្រភេទដូចម្ដេចហើយនៅពេលនោះតាហ៊ាននោះក៏បានធ្វើការកលេចមើលទៅកាន់ស៊ុមប៊ីនោះទៅដែលស៊ុមប៊ីនោះយើងក៏បានឃើញផងដែរដែលវាមានរូបរាងដូចជាសត្វកង្កែបចឹងប៉ុន្តែវាមាននៅសក់ហើយក៏មាននៅថ្មីក្រហមផងដែរហើយមាននិយាយមែនស៊ុមប៊ីនៅក្នុងរឿងនេះមួយគឺថាពិតជាចម្លែកហើយគួរឲ្យខ្លាចខ្លាំងតែនិយាយទៅគឺថាមើលនៅរឿងស៊ុមប៊ីច្រើនដែរប៉ុន្តែមិនដែលឃើញស៊ុមប៊ីណាដែលគួរឲ្យខ្លាចដល់ថ្នាក់ហ្នឹងទេ ដែលនៅពេលដែលអាស៊ុំប៊ីកង្កាត់នោះវាក៏បានធ្វើការហាមាត់របស់វាយ៉ាងធំហើយវាក៏បានធ្វើការបញ្ចេញនូវសត្វមូសជាច្រើនចេញពីមាត់របស់វាដែលធ្វើឲ្យទាហានម្នាក់នោះពិតជាមាននូវការភ្ញាក់ផ្អើលខ្លាំងមែនទែនគឺដោយសារតែមាននៅហ្វូងស៊ុំប៊ីយ៉ាងធំសម្បើមតែម្ដងហោះធ្វើការមកវាយប្រហារទៅកាន់គេដែលធ្វើឲ្យគេនឹងពិតជាស្រែកខ្លាំងមែនទែនហើយនៅពេលដែលអាចារ្យឆាយេរីក៏បានប្រាប់ឲ្យទាហានទាំងអស់នាំគ្នារត់ចូលទៅក្នុងមន្ទីរផងដែរនៅពេលនោះនាងក៏បានឃើញនៅទូកឯកប្រាប់យើងគាត់ក៏បានហក់មកពីខាងលើនិយាយទៅគឺថាគាត់ហក់មកខ្ពស់ខ្លាំងមែនទែនដែលធ្វើឲ្យអាចារ្យឆាយេរីគឺហើយពិតជាមាននូវការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយើងកាត់ទៅមុននេះបន្តិចមូលហេតុដែលទូកឯករបស់យើងមកជួយនៅទីនេះនោះគឺដោយសារតែមាននៅទាហានម្នាក់ទៅហៅនៅទូកឯកប្រាប់យើងឲ្យទូកឯកប្រាប់យើងនឹងទៅជួយពួកគេដែរពេលនោះទូកឯករបស់យើងក៏បានបកកាយទៅកាន់ទាហានម្នាក់នោះផងដែរគឺថាគាត់នឹងមិនទៅជួយទេគឺគាត់នឹងគឺជាប្រជាជនធម្មតាហើយគេគឺជាទាហានដូច្នេះហើយគឺគេនឹងហើយគឺជាអ្នកការពារមកកាន់ពួកគាត់នោះហើយមូលហេតុដែលទូកឯកប្រាប់របស់យើងមិនចង់ទៅជួយដែរគឺគាត់ចង់នៅទីនេះដើម្បីជួយការពារទៅកាន់កូនស្រីរបស់គាត់ដាមីនឹងឯងដែលមើលទៅកាន់ឪពុករបស់នាងដូចជាខឹងយ៉ាងនេះដាមីក៏បានធ្វើការដោះមុខមកពាក់ឲ្យទៅកាន់ទូកឯកប្រាប់យើងហើយនាងក៏បាននិយាយប្រាប់ទៅកាន់ទូកឯកប្រាប់យើងទៅថាគឺនាងមិនចង់ឲ្យមនុស្សទាំងអស់នៅទីនេះស្លាប់នោះទេគឺនាងពិតជាចង់ការពារទៅកាន់មនុស្សគ្រប់គ្នានៅទីនេះឲ្យមានជីវិតរស់ខ្លាំងណាស់ប៉ុន្តែគឺនាងមិនអាចធ្វើបានទេប៉ុន្តែគឺឪពុករបស់នាងអាចធ្វើបានដោយដាមីនឹងហើយបានសុំទៅកាន់ទូកឯកប្រាប់យើងឲ្យទូកឯកប្រាប់យើងនឹងទៅជួយនៅទាហានទាំងអស់ក៏ដូចជាប្រជាជននៅទីនេះនឹងឯងហើយមូលហេតុនេះហើយបានជាយើងឃើញនៅទូកឯកប្រាប់យើងមកជួយនៅក្រុមអាចារ្យឆាយេរីនៅទីនេះនឹងឯងដោយទូកឯកប្រាប់យើងគាត់មកទីនេះដែរគឺគាត់យកនៅធុងហ្គាសមួយមកផងដែរដែលធុងហ្គាសនោះដែរមានបំពាក់ជាមួយនៅឧបករណ៍សម្រាប់បាញ់ភ្លើងដែរអត់មានមិនដឹងអាហ្នឹងគេហៅថាអីទេតែគាត់ដឹងថាវាគឺជាសម្រាប់បាញ់នៅភ្លើងនឹងឯងដែរទូកឯកប្រាប់យើងក៏បានប្រើនៅឧបករណ៍នេះធ្វើការបាញ់ដុតទៅកាន់ពពួកស៊ុំប៊ីមួយទាំងអស់នោះទៅហើយយើងមិនដឹងទេថាពួកគេអាចទប់ទល់ជាមួយនឹងពពួកស៊ុំប៊ីសត្វល្អិតទាំងនេះបានដែរឬក៏អត់ដោយសារតែវីដេអូរបស់យើងនៅពេលនេះក៏បានមកដល់ទីបញ្ចប់តែត្រឹមនឹងដែរអ្នកនរគ្នាហើយបើសិនជាយើងចង់ដឹងថាសាច់រឿងបន្តទៀតនឹងទៅជាយ៉ាងណាយើងចាំទស្សនានៅភាពបន្តទាំងអស់គ្នាតែមុននឹងបញ្ចប់នៅវីដេអូដែរសម្រាប់អ្នកនរគ្នាណាដែលអត់ទាន់បានចូលនៅក្រុម Telegram របស់វាមានតែកុំភ្លេចចូលម្នាក់មួយផងណានិយាយទៅគឺថាចូល free ទេអ្នកនរគ្នាអត់មាននៃការបង់លុយអីទេដូច្នេះកុំភ្លេចចូលម្នាក់មួយផងណាហើយវីដេអូរបស់ admin នៅពេលនេះក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ